បញ្ហាចំនួនព្រំដែនកម្ពុជានៅតែសម្រេចបញ្ជូនទៅតុលាការ ICJ ទោះបីជាឯកភាពធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មការចម្រុះ JBC ទោះបីជាកម្ពុជាបានឯកភាពធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ JBC កម្ពុជាថៃនាថ្ងៃទី14 ខែមិថុនាក៏ដោយប៉ុន្តែគោលជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដែលបានសម្រេចបញ្ជូនបញ្ហាចំនួនព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិនៅតែដដែលនេះបើយោងតាមសេចក្តីថ្លែងការណ៍ពិសេសមួយរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធស្ថានភាពបញ្ហាព្រំដែនជាមួយប្រទេសថៃកាលពីយប់មិញនេះក្នុងសេចក្តីថ្លែងការណ៍ដដែលបានឲ្យដឹងថាគោលជំហរមិនងាករេរបស់កម្ពុជាក្នុងការបញ្ជូនបញ្ហាតំបន់មុំ3ប្រាសាទតាម៉ុនធំប្រាសាទតាម៉ុនតូចនិងប្រាសាទតាក្របីទៅកាន់តុលាការ ICJ គ្មានអ្វីប្រែប្រួលឡើយហើយសង្ឃឹមថាភាគីថៃនឹងសហការជាមួយកម្ពុជាក្នុងការនាំយកសំណុំរឿងនេះទៅតុលាការអន្តរជាតិដោយឡែកបញ្ហាតំបន់ទាំង4នេះនឹងមិនត្រូវដាក់ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មការចម្រុះ JBC កម្ពុជាថៃដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនោះទេជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជាបានគូបញ្ជាក់ជាថ្មីម្ដងទៀតថាកងទ័ពថៃជាអ្នកបើកការបាញ់ប្រហារបណ្ដាលឲ្យកងទ័ពកម្ពុជាមួយរូបស្លាប់កាលពីព្រឹកថ្ងៃទី28 ខែឧសភាឆ្នាំ2025ផងដែរគូបញ្ជាក់ថាកម្ពុជាប្រកាន់ជំហររឹងមាំក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឲ្យក្លាយជាតំបន់សន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍដើម្បីផលប្រយោជន៍របស់ប្រទេសនិងប្រជាជនរៀងៗខ្លួន